អង្គុយក្បែរយើងមកប៉ាមានការនិយាយត្រង់ៗមកខ្ញុំមានការងារនៅក្រុមហ៊ុនត្រូវធ្វើទៀតរបួសនៅលើខ្លួនឯងនៅឈឺទៀតដែរទីលោកពូក៏មិនទល់លោកតាអីណាលោកតាក៏ធ្វើដើម្បីគេឈ្មោះតកូលស៊ូដែរតាព្រោះថាមានលោកពូឯណាដែលមកដណ្ដើមសង្សារជាមួយនឹងក្មួយខ្លួនឯងនោះចង្រៃឯងនេះឯងឌៀមដាបឲ្យនរណាគេនឹងគ្មានទេលោកតាគឺថាស្នេហាពួកយុវជននឹងស៊ូលីងអ៊ីខ្ញុំមិនលូកដៃទៀតចិត្តដាច់ខាតណាលោកតាស្ងាត់មាត់ទៅយកទៅមើលនៅផ្ទះទៅណាលោកតាឲ្យប្រាប់ឲ្យទៅលពូទៅឬមួយក៏ជាប្រពន្ធរបស់ក្រុមហ៊ុនលពូមិញខ្ញុំខុសហូបបាយយប់នេះហើយស្នាក់នៅទីនេះមួយយប់សិនទៅណាលពូមិនបានមកផ្ទះនេះយូរហើយត្រឹមត្រូវហើយយប់នេះណាយើងអង្គុយលេងអុកជាមួយនឹងគ្នាទៅលោកប៉ាគួរតែសួរម៉ែដោះសិនទៅថានៅក្នុងផ្ទះនេះមានបន្ទប់សម្រាប់ខ្ញុំទៀតដែរទេប៉ានេះមិនមែនជាបន្ទប់របស់យេលីទេមិនក៏ខ្លាចតែជាបន្ទប់ដាក់អីវ៉ាន់កក់គឺយ៉ាងដូចនេះទៅវិញប៉ាយេលីមិនសូវមកផ្ទះយូរហើយខ្ញុំឃើញបន្ទប់ទំនេរចោលទៅយកធ្វើជាបន្ទប់ដាក់អីវ៉ាន់បណ្ដោះអាសន្នបាត់ទៅហើយតាមការពិតគឺគ្មានកន្លែងសម្រាប់គេតាំងតាពីដំបូងមកម្លេះលោកប៉ាឥឡូវឲ្យគេរៀបចំបន្ទប់ឲ្យគេភ្លាមតែម្ដងទៅលោកប៉ាកំរំអីត្រូវហើយគ្រឿងសង្ហារឹមទៅនេះចាស់ហើយយើងទិញអាថ្មីឲ្យយេលីទៅទិញរបស់ថ្មីមែនទេពួកឯងដឹងទេថាយេលីគេចូលចិត្តគ្រឿងសង្ហារឹមបែបណាខ្ញុំនឹងទៅសួរពីរបស់ដែលគេចូលចិត្តភ្លាមលោកប៉ាឆ្លៀតពេលនេះស្វែងយល់អំពីប្រពន្ធខ្មៅនោះផងនេះជាកាដូដែលកញ្ញាស៊ូឲ្យលពូតាមែនទេត្រូវចាំខ្ញុំជួយយកឲ្យគេចឹងណាព្រោះខ្ញុំក៏ទៅបន្ទប់គាត់ដែរលោកស៊ូអ្នកធ្វើអញ្ចឹងមិនសូវល្អទេដឹងអីមិនឃើញលើនឹងមានឈ្មោះសង្សារខ្ញុំទេខ្ញុំត្រូវតែស៊ូគាត់បានដឹងរឿងជាមុនសិនណាទៅលោកពូកន្លះម៉ោងទៀតទៅជប់ការប្រជុំយើងត្រូវតែបញ្ញាប់រត់ប្រអប់ខ្មៅនោះឲ្យទាល់តែឃើញលោកពូស៊ីអ៊ីផ្ញើកាដូមកខ្ញុំមកបើកកាដូមើលទេបងអួតស្នេហ៍លឿនប្រយ័ត្នឆាប់បែកគ្នាទៅអីយ៉ាស្អាតណាស់តាសត្វតែជារបស់គ្មានប្រយោជន៍មានប្រយោជន៍ឬអន់ក៏មិនមែនខ្ញុំឲ្យឯងដែរនេះឮខ្ញុំណាស់មែនទេរបស់រមមិនឃើញបើជាឆ្លក់ទឹកដំស្នេហ៍ទៅវិញលពូខ្ញុំសុំទៅមុនសិនហើយសិនចាឯងចំណាយកម្លាំងច្រើនយ៉ាងនេះគឺដើម្បីរករបស់នេះមែនទេធំពេញរូបពេញរាងទៅហើយតែរាល់ថ្ងៃបែរជានៅតែក្នុងផ្ទះទៅវិញអរគុណនាងសម្រាប់កាដូហើយដើម្បីជាការតបស្នងយំនេះខ្ញុំបានអញ្ជើញនាងមកហូបបាយជុំគ្នាបានទេបានតែយំនេះចាស់ទុកថាជាការណាត់ជួបដំបូងរបស់ខ្ញុំហើយនឹងប៉ៅហើយតើការណាត់ជួបជាមួយនឹងមនុស្សស្រីគួរតែត្រៀមអ្វីខ្លះទៅលោកម្ចាស់អាចលើកម្ហូបបានហើយណែចាំតិចទៀតចុះ